ឯកឧត្តមនេតភក្ត្រាបានថ្លែងថាក្រោយពីទង្វើឈ្លានពានរបស់យោធាថៃវាយបំផ្លាញរូបសំណាកហិណ្ឌូដែលកម្ពុជាបានកសាងកាលពីពេលថ្មីៗនេះត្រូវបានសារព័ត៌មានរបស់ឥណ្ឌាជាច្រើនបានចេញផ្សាយយ៉ាងប្រងព្រាតចំពោះទង្វើប្រៃផ្សៃរបស់ភាគីថៃនេះយោងតាមបណ្ដាញសង្គមទំនាក់ទំនង Facebook របស់ឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថាតាំងពីថ្ងៃទី24ដល់ថ្ងៃទី25ខែធ្នូនេះសារព័ត៌មាននានាជាច្រើនជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌាបានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃបានឈ្លានពានលើទឹកដីកម្ពុជាបានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជាឯកឧត្តមបានបន្តថាអ្នកប្រតិបត្តិសាសនានៅក្នុងប្រទេសឥណ្ឌាបានប្រតិកម្មតបយ៉ាងខ្លាំងនិងរិះគន់ប្រទេសថៃដែលបានវាយកំទេចរូបសំណាកនេះដោយបានពិពណ៌នាសកម្មភាពនៃការបំផ្លិចបំផ្លាញរបស់យោធាថៃនេះថាជាការមិនផ្ដល់នូវការគោរពឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថាសារព័ត៌មានខ្លះក៏និយាយថាតើថៃស្រវឹងនឹងសង្គ្រាមឬបានទៅជាកំទេចរូបសំណាកហិណ្ឌូដ៏ធំរបស់កម្ពុជាទាំងកំរោលបែបនេះឯកឧត្តមនេតភក្ត្រាបានអះអាងទៀតថាជាមួយនឹងការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីថៃនិងក្រុមអ្នកនាំពាក្យរបស់ថៃដោយមិនផ្ដល់នូវការគោរពចំពោះអ្នកកាន់សាសនាហិណ្ឌូនោះប្រតិកម្មរបស់សាធារណជនកាន់តែឡើងកម្ដៅនិងមានការថ្កោលទោសចំពោះយោធាថៃដែលបានបំផ្លាញរូបសំណាកព្រះវិស្ណុនេះដោយពួកគេបានអះអាងថាធ្វើបាបបានបាបមិនចាំជាតិក្រោយទេ